ជាសុខហេងនេះគឺរំលោភយកដីរដ្ឋដែលធ្វើប្រទានកម្មឲ្យក្រុមហ៊ុនហ្នឹង200 ហិកតាហើយខົບខិតគ្នាជាមួយប្រធានសូយដីស្រុកអូរ៉ាហ្នឹងដើម្បីឲ្យតុលាការសម្រាប់ជាបន្តប្រគល់ដីរដ្ឋហ្នឹងឲ្យទៅអង្គញាជាសុខហេងទោះបីការសម្រេចរបស់តុលាការយើងមើលឃើញភាពមិនប្រក្រតីក៏ដោយពីព្រោះដីរដ្ឋអត់មានតុលាការណាមានសិទ្ធិកាត់ក្តីលើដីរដ្ឋទេបាទហើយដីអត់មានប្លង់អត់មានបានទេអាជ្ញាធរក៏ដូចជាក្រសួងកសិកម្មគឺទទួលស្គាល់ដីដែលជាសុខហេងទន្ទ្រានកាន់កាប់នឹងគឺជាដីរបស់រដ្ឋដែលបានធ្វើប្រទានកម្មឲ្យទៅក្រុមហ៊ុនFortuna Plantation បាទក្រុមហ៊ុនFortuna Plantation ដើម្បីអភិវឌ្ឍធ្វើការធ្វើកសិកម្មដាំប្រេងលហុងប្រេងហ្នឹងហើយអញ្ចឹងភាពមិនប្រក្រតីនៃការកាត់ក្តីបំពេញយកដីរដ្ឋឲ្យទៅអង្គញានេះគឺក្រុមហ៊ុនការទុកមិនសុខចិត្តបានដាក់ពាក្យសុំអន្តរាគមន៍ទៅរាជរដ្ឋាភិបាលទៅក្រសួងកសិកម្មក្រសួងកសិកម្មបានចុះស៊ើបអង្កេតស្រាវជ្រាវតាំងពីរដ្ឋមន្ត្រីសម័យអេដាមវ៉េនស៊ីខុនណាក៏បានបញ្ជាក់ថាដីនឹងដីរបស់រដ្ឋជាសុខហេងឬតុលាការសាលាដំបងឡាតូឡាកពូលអីហ្នឹងកាត់ដីរដ្ឋនឹងឲ្យទៅជាសុខហេងគឺអត់ត្រឹមត្រូវទេអញ្ចឹងរាជរដ្ឋាភិបាលឆ្នាំ2021សម្ដេចតេជោណាតាមរយៈលិខិតសចនមួយហ្នឹងគឺបានឲ្យក្រសួងកសិកម្មនិងក្រសួងយុតិធធណាដាក់ជូនទៅក្រសួងយុតិធធពិនិត្យលើករណីនេះព្រោះរឿងនេះមិនមែនជាបញ្ហាក្រុមហ៊ុនទេតែជារឿងរដ្ឋដែលសម្បទានដីឲ្យក្រុមហ៊ុនហើយជាដីរបស់រដ្ឋឃើញទេសូម្បីតែលិខិតរបស់រាជរដ្ឋាភិបាលក៏បញ្ជាក់ថាដីនឹងដីរបស់រដ្ឋដែរអាចឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដាក់ពាក្យប្តឹងសាររើប្រសិនបើច្បាប់អនុញ្ញាតដើម្បីការពារដីរដ្ឋឃើញទេបានន័យថាសចនលេខ429ណាចុះថ្ងៃទី13សីហា2021តាំងពីសម័យសម្ដេចតេជោក៏នៅតែបញ្ជាក់អះអាងថាដីទាំងអស់ហ្នឹងគឺសុទ្ធតែជាដីរដ្ឋបាទអញ្ចឹងរហូតមកដល់ឥឡូវនេះអត់មានតន់មានដំណោះស្រាយទេណាអត់តន់មានដំណោះស្រាយទេក្រោយមកដោយរងចាំយូរក្រុមហ៊ុនស្ទះក្នុងផែនការអភិវឌ្ឍវិនិយោគនៅតំបន់ហ្នឹងជនជាតិម៉ាឡេស៊ីហ្នឹងគឺបានព្យាយាមមកជួបខ្ញុំទៀតព្រោះគាត់ថាទៅជួបគេពិបាកជួបណាគេដេញទៅលិចគេដេញទៅកើតទៅជើងទៅត្បូងចង់និយាយថាអ្នករ៉ូស៊ីអ្នកវិនិយោគគឺមកគេពិបាកគេតឹងទ្រូងណាគេរ៉ូស៊ីនៅគេអភិវឌ្ឍនៅឯស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺហ្នឹងអញ្ចឹងដោយសារសចនទី1ក្រសួងយុទ្ធធរនិងក្រសួងកសិកម្មមិនទាន់ដោះស្រាយចេញជាលទ្ធផលអីទេណាអង្គញាជាសុខហេងហ្នឹងនៅតែទន្ទ្រានកាន់កាប់ដីនៅក្នុងដដែលអញ្ចឹងក្រុមហ៊ុនបន្តប្តឹងមករាជរដ្ឋាភិបាលមកក្រសួងកសិកម្មបន្តទៀតរាជរដ្ឋាភិបាលរជ្ជកាលសម្ដេចធិបតីហ៊ុនម៉ាណែតនៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2024បាទ2024បាទជាង1ឆ្នាំហើយជិត2ឆ្នាំហើយតែប្រហែលខែទៀត2ឆ្នាំហើយគឺលើកនេះដាក់មក3ក្រសួងលើកមុនដាក់តែ2ក្រសួងហើយក្រសួងយុតិធធម៌និងក្រសួងកសិកម្មនៅសចនលើកទី2នៅលើរឿងដីដដែលនេះគឺរាជរដ្ឋាភិបាលអាណត្តិទី7នេះបានក្នុងនាមរាជរដ្ឋាភិបាលគឺបានធ្វើលិខិតជូនទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម3ខេត្តហ្នឹងខ្លឹមសារគឺរាជរដ្ឋាភិបាលសម្រេចបញ្ជូនទៅក្រសួងយុទ្ធភ័ពដើម្បីសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដើម្បីដោះស្រាយបញ្ចប់បាទឥឡូវនេះរហូតមកដល់ហ្នឹងនៅតែមិនដោះស្រាយ
bà ọt đo sài thì cái ọt miền hai cầm hôn tới chùa cái ọt tranh là tập phò thật đo dạng mạch cứ hát đôi chi và tê dương ọt chấp bắp rứa có rót tây đằng ọt nắng quạt là bố pê rứa có dạng mạch nhầm sông tốt nhầm mặt đằng tê còn tay còn là tha nhầm sông bỏ ai cho đâm nè đại chi và thiên sở tha ban pẹ pon năng chi và xe cả xuông cho thò cả xuông cả sịch cam cả xuông đánh đây đi phư mách người ta cờ rúp sịch đây xâm rạch bao nhiêu tháp bà cà pia và giáoរួមmà bọt chiết cà pia đây rót cà pia nè vì này dốc cầm trời mình trời khai tục nha chia sọc hết mà nè nâng tục ở quạt thơm chụp liêng bạc bọt đó kết tỷ chua và tê chiết kết tỷ chua nè nâng sịch đây thay nô bỏ rót chỉ vì xe bạc bọt đó nè vì này dốc kia trầm trời tê hết ấy bàn rương môi rót nắm như ngập đỏ ni hai chỉ ở vậy đại phải chia porot rưỡi con nè bên này vô rưỡi chân bò tê rưỡi ấy khla cái admin chìm rơ rót mà ron nè cả sai xong mọi nè cả sai chui sai tới cái lô bán chỉ điệp đào thằng đựng nom chỉ điệp đào ai đom thả ban lục tiêu thiên ông phiệp thiên thả ban nắng nè có rùm chùm này chui đào sai nè có mà chuột nhóm tràn đòn hai phải chết ná admin vô lôi mà sâu admin mau chạy Paul và giáo IT cứ đầy rót làm bây giờ tới áp vật làm bây giờ tới vin để vô vì phố phải chia rót nơi thì nó miền càng nghe thơm rồi hà sọc nè cái na ốc nhà chia sọc hay nắng mà cô mà ốc lốc nơi nắng quạt Rossi ai cá ọt cá tê quạt áp vật ai cá ọt cá tê chân ta dịch đây sầm rạch bao nhiêu là báo tăng pi pon một pay môi là hôm đó lấy pi đó ấy đi là báo trên thì khách pi đó ấyสถาบันนี่มวยฮักโดยเชียประเงยกันเตาหรือมวยก่อเรื่องนั้นอัดเมียนพอลแบบย้อยหรือก่อเรื่องนั้นอย่างไม่ยอมอัดส้มอัดเมียนมาเตะเต้บ้าส้มอัดเมียนมาเตะเต้ปนแต่สถาบันได้เมียนการเปะปอนเหมือนกู้ประเงยกันเตาตกเอาสิได้สำรับบริจาคทาพิบาลโอมหรือใช้แบบนี้เต้บ้านี่กรอนแต่เฉยเรื่องมวยได้จังสนมโปดอลไอดำเจียประเทศสถาบันแต่งใบนึงเนี่ยngười ta đo cái dấu đo đầm lấy đo đây sầm rạch bao đi là tháp ba phong mà hay nhóm mình chia mình được bạc và chăng hay còn mình chia một cô hay trung ai chắc đây vì phố tẹp oនេះខ្ញុំ flop ធ្វើការជាមួយហើយចាំពេលណាទុកឲ្យអ្នកវិនិយោគគេវិញប្រវត្តិទៅស្រុកគេអស់ហើយយ៉ាងម៉េចណាចឹងរឿងជាសុខហេនឹងធំប៉ុណ្ណាបានយើងដល់ថ្នាក់กระทรวงปีใบเธอเชียร์สกเหงបែកបាទกระทรวงកសិកម្មក៏បញ្ជាក់ថាដីជាសុខហេងយកជាដីរដ្ឋរាជរដ្ឋាភិបាលក៏ទទួលស្គាល់ថាដីនឹងជាដីរដ្ឋហើយឲ្យដីរដ្ឋឲ្យឈ្មួញម្នាក់អុកញ៉ាម្នាក់យកដីរដ្ឋតាមអំពើចិត្តណាហើយឥឡូវរាជរដ្ឋាភិបាលសម្រេចបកគលឲ្យទៅក្រសួងយុទ្ធភ័ពក្រសួងដែនដីក្រសួងកសិកម្មដោះស្រាយបញ្ចប់នៅតែមិនបញ្ចប់តើហេតុអីនៅពីក្រោយការមិនដោះស្រាយបញ្ចប់ហ្នឹងឬក៏ស្ទះឬក៏យឺតយ៉ាវយ៉ាងម៉េចឬក៏គ្មានពេលណាឬក៏គ្មានពេលខ្ញុំអត់យល់ទេបាទខ្ញុំអត់យល់ទេហើយដល់ពេលខ្ញុំផ្សាយទៅខឹងស្អប់នឹងស្អីដែរអាមួយហ្នឹងអាងតែមានមាត់ចេះតែនិយាយហ្មងធ្វើមើលតែការងារហ្នឹងស្រួលណាស់អីចេះចុះស្រួលមិនរឿងរាប់ឆ្នាំហើយហ្នឹងល្មមឲ្យខ្ញុំនិយាយខ្លះទៅអីដើម្បីកែតម្រង់វាល្អទាំងអស់គ្នាខ្ញុំអត់មានទៅនិយាយចង់វាយបហាស្អីក៏ចង់สนុំពរឯកឧត្តមទាំង3ស្ថាប័នហ្នឹងមេតាអាណិតដល់រាជរដ្ឋាភិបាលអាណិតដល់កិត្តិយសប្រទេសជាតិយើងអាណិតដល់អ្នកវិនិយោគទុនមេតារួមចំណែកជួយដោះស្រាយទៅថាឥឡូវនេះបើសិនជាក្នុងករណីថាដីហ្នឹងมันអាចឲ្យទៅរដ្ឋវិញទេมันអាចឲ្យទៅក្រុមហ៊ុនណាម៉ាឡេស៊ីជាអ្នកវិនិយោគនឹងវិញទេត្រូវតែឲ្យទៅអង្គការហ្នឹងអូខេក្រសួង3ហ្នឹងធ្វើរបាយការណ៍ឆ្លងថ្នាក់ដឹកនាំចេញសេចក្តីសម្រេចមួយទៅជនជាតិម៉ាឡេស៊ីហ្នឹងគាត់លែងមកជួបខ្ញុំគាត់លែងមកដើរពឹងអ្នកកសែតឲ្យស្រែកទៀតហើយគាត់ចាប់តែរឿងតែម្ដងយើងទៅមុខក៏មិនទៅមុខទៅក្រោយក៏មិនទៅក្រោយនៅត្រឹងនៅហ្នឹងទុកឲ្យឆៅនៅហ្នឹងបាទទុកឲ្យឆៅនៅហ្នឹងយើងអត់ធ្វើបាទមានន័យថាម៉េចខ្ញុំអត់យល់បាទក្នុងទ្រឹស្ដីនៅក្នុងវេទិកាមួយនិយាយពីសម្ដីសម្ដៅឯកឧត្តមលោកជំទាវបរោះពេកក្រៃស្ដាប់ហើយរំភើប
លងខ្លួនតែម្ដងតែដល់ពេលសកម្មភាពការងារជាក់ស្ដែងវិញជឿនិយាយរឿង 4-5 ឆ្នាំអត់ដោះផងបាទតែបើទ្រឹស្ដីនៅលើបណ្ដាញសង្គមនៅលើទូរទស្សន៍បានក្បាលមីក្រូមកគឺល្អគ្រប់10តាំងគេដល់ខ្ញុំឯងស្ដាប់អ្នកធំនិយាយម្ដងអដល់តែពេលនៅពីក្រោយអាពាក្យសម្ដីទ្រឹស្ដីល្អហ្នឹងសកម្មភាពជាក់ស្ដែងដូចជាមិនដូចសម្ដីដូចជាវេទនាបាទខ្ញុំសូមអង្វរឯកឧត្តមធានស្ថាប័នពាក់ព័ន្ធមេត្តាជួយរាជរដ្ឋាភិបាលមិនមែនជួយខ្ញុំទេជួយរាជរដ្ឋាភិបាលជួយអ្នកវិនិយោគបរទេសផងដើម្បីឲ្យគេមានភាពកក់ក្ដៅនាំអ្នកវិនិយោគដទៃទៀតមករកស៊ីស្រុកយើងបើយើងជួយមួយនឹងមិនបានធ្វើឲ្យជួបមួយនឹងមានរឿងអយុត្តិធម៌ចាប់តគាត់មួយមិនបញ្ហាទេខ្លាចគាត់ចេញទៅវិញក៏ដើរស្រែកប្រាប់បរទេសគ្នាគាត់ថាអូហើយកុំទៅរកស៊ីនៅស្រុកនេះបាក់ចេះអត់មានអ្នកទូចអត់មានអ្នកធំទេពិបាកអាហ្នឹងវាអញ្ចឹងហើយបើខ្ញុំតែងតែសូមអង្វរថាឲ្យគាត់ឲ្យតម្លៃទៅលើសេចក្តីសម្រេចរបស់រដ្ឋាភិបាលបាទរវល់អីដល់ថ្នាក់ការងារមួយ 4-5 ឆ្នាំអត់ដោះអត់ធ្វើមិនចេញបាទយើងគិតមើលបាទយើងធ្វើអញ្ចឹងអ្នកវិនិយោគណាគេមករកស៊ីជាមួយយើងបាទអញ្ចឹងរឿងករណីជាសុខហេងយកដីរាប់យកដីក្រុមហ៊ុន Fortuna Plantation នេះខ្ញុំសំណូមពរសូមឲ្យឯកឧត្តមជាប្រធានស្ថាប័នទាំង3ហ្នឹងក្រសួងយុតិធធម៌ក្រសួងរៀបចំដែនដីក្រសួងកសិកម្មមេត្តាប្រជុំជាមួយគ្នាសម្រាប់ទៅត្រូវឲ្យទៅអង្គញាហ្នឹងក៏ឲ្យទៅដើម្បីបិទបញ្ជីកុំឲ្យគេតវ៉ាទៀតបាទឥឡូវហ្នឹងដកពីអង្គញាហ្នឹងក៏មិនដកឲ្យទៅក៏មិនឲ្យទុកឲ្យឆៅនៅហ្នឹងបាទទុកឲ្យឆៅនៅហ្នឹងឥឡូវធ្វើម៉េចនិយាយមិនបានស្រួលហ្នឹងយុះឯងនឹងត្រូវទៅខ្លាយទៅជាអ្នកញុះញង់គេចាប់តែគុកទៀតបាទចឹងរឿងករណីជាសុខហេងយកដីក្រុមហ៊ុនយកដីរដ្ឋ200ហិកតានៅស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺនេះខ្ញុំសូមស្លេះប៉ុណ្ណឹងឥឡូវចូលមក